ពីព្រេងនាយមានគោមួយក្បាលបានចុះផឹកទឹកត្រពាំងបន្ទាប់មកកូនហ៊ីងឃើញគោក៏ស្រែកហាមថាឈប់សិនឯងមិនត្រូវផឹកទឹកនៅទីនេះទេព្រោះវាជាត្រពាំងរបស់យើងបន្ទាប់មកគោឆ្លើយតបថាយីអាចច្រមុះឯងចេះដឹងអីប្រយ័ត្នអញជន់ស្លាប់ទៅចំណែកឯកូនហ៊ីងឮដូច្នោះក៏បានរត់ទៅប្រាប់មេរបស់វាថាម៉ែមានសត្វអ្វីធំណាស់វាមកផឹកទឹកត្រពាំងរបស់យើងហើយថែមទាំងគំរាមកំហែងជន់កូនឲ្យស្លាប់ទៀតផងភ្លាមនោះពេលដែលមេរបស់វាស្ដាប់ហើយក៏ខំបំប៉ោងខ្លួនហើយសួរទៅកាន់កូនហ៊ីងវិញថាតើវាធំប៉ុណ្នេះមែនទេកូនហ៊ីងឆ្លើយថាទេវាធំជាងនេះឆ្ងាយណាស់បន្ទាប់មកមេហ៊ីងក៏ខំបំប៉ោងខ្លួនឲ្យធំជាងមុនទៀតរួចសួរទៅកូនតើវាធំប៉ុណ្នេះមែនទេកូនហ៊ីងឆ្លើយទេវាធំជាងនេះទៅទៀតបន្ទាប់មកមេហ៊ីងក៏ខំបំប៉ោងខ្លួនឲ្យធំថែមទៀតនិងសួរកូនរហូតដល់បែកពោះស្លាប់ទៅនៅក្នុងអត្ថបទរឿងនេះផងដែរអ្នកនិពន្ធចង់បង្ហាញនៅគំនិតអប់រំដូចជា 1. ពាក្យពេចន៍ជជែកជជែកច្រើននាំមកនៅជម្លោះ 2. ភាពអាត្មានិយមនាំមកនៅភាពឯកោនិងទី 3. ភាពល្ងង់ខ្លៅនាំឲ្យខ្លួនស្លាប់អត្ថបទរឿងគោនិងហ៊ីងក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណរឿងមេគោកូនគោនិងខ្លាកាលពីព្រេងនាយមានសត្វ3ក្បាលគឺមេគោមួយកូនគោមួយនិងខ្លាធំមួយត្រេកចរស្វែងរកអាហារក្នុងព្រៃតែមួយគ្រាមួយខ្លាឃើញមេគោដែលកំពុងដើររកចំណីក៏លបសង្គ្រប់ចាប់បានពងនឹងខាំស៊ីតែត្រូវបានមេគោអង្វរសូមអ្នកអាណិតខ្ញុំផងដោះលែងឲ្យខ្ញុំបានទៅបំបៅដោះកូនសិនបំបៅហើយខ្ញុំនឹងត្រឡប់មកឲ្យអ្នកស៊ីវិញបន្ទាប់មកខ្លាក៏ព្រមធ្វើតាមដោយពាក្យអង្វរខ្លាំងពេកមេគោបាននិយាយដោយរទេះប្រដប់ក្តុកក្តួលក្នុងឱរាថាកូនឯងខំប្រឹងបើឲ្យច្រើនទៅណាកូនព្រោះម៉ែបានសន្យាជាមួយនឹងខ្លារួចហើយថានឹងត្រឡប់ទៅឲ្យគេស៊ីវិញកូនគោពេលឮដូច្នោះហើយក៏លែងមានអារម្មណ៍បើទៀតវាធ្វើដំណើរទៅជាមួយមេគោពេលដើរទៅដល់ឃើញខ្លាភ្លាមកូនគោក៏អង្វរខ្លាធំថាម៉ែខ្ញុំមានគុណចំពោះខ្ញុំណាស់សូមលោកម្ចាស់ស៊ីខ្ញុំជំនួសវិញទៅសូមមេត្តាជួយបំពេញបំណងខ្ញុំផងទៅលោកម្ចាស់ដោយសារតែអំណាចនៃភាពកតញ្ញូរបស់កូនគោដូច្នោះហើយខ្លាក៏មានចិត្តអាណិតអាសូរដោះលែងមេគោនិងកូនគោនោះទៅអត្ថបទនេះផងដែរអ្នកនិពន្ធចង់បង្ហាញនៅគំនិតអប់រំដូចខាងក្រោម 1. ការប្រកាន់សច្ចភាពនាំឲ្យមានសេចក្តីថ្លៃថ្នូរ 2. ការអត់ទ្រាំក្នុងសភាពដែលគួរឲ្យអត់ទ្រាំនាំឲ្យមានមនុស្សធម៌និងទី 3. ការលះបង់នៅអ្វីដែលគួរឲ្យលះបង់នាំមកនៅគុណសម្បត្តិអត្ថបទរឿងមេគោកូនគោនិងខ្លាសូមបញ្ចប់តែត្រឹមនេះសូមអរគុណរឿងពពែទាំងពីរកាលពីព្រេងនាយមានសត្វពពែមួយបានដើរឆ្លងស្ទឹងលុះដល់ពាក់កណ្ដាលស្ពានក៏បានជួបប្រទះនឹងពពែមួយទៀតនៅលើស្ពានមានផ្លូវតូចណាស់មិនអាចឲ្យសត្វទាំងពីរដើរឆ្លងកាត់ក្នុងពេលតែមួយបានទេបន្ទាប់មកពពែទី1បាននិយាយថាឯងថយទៅក្រោយវិញសិនទៅបន្ទាប់មកពពែទី2ក៏បានតបវិញថាហេតុអ្វីខ្ញុំត្រូវថយក្រោយចុះឯងវិញពពែទាំងពីរក៏បានប្រកែកគ្នាយ៉ាងខ្លាំងដោយអាងមានកម្លាំងខ្លាំងរៀងខ្លួនប្រកែកយកឈ្នះយកចាញ់ទៅវិញទៅមកទប់មកពពែទាំងពីរក៏បានជល់គ្នានិងរត់ទៅបុកគ្នាទាល់តែស្ពានជិតបាត់គ្រានោះពួកគេក៏បានឈប់ប្រយុទ្ធគ្នា
ហើយពពែទី1និយាយថាប្រសិនបើពួកយើងនៅតែបន្តជល់គ្នាបែបនេះទៀតនឹងធ្លាក់ចូលទៅក្នុងទន្លេលង់ស្លាប់ទាំងពីរជាមិនខានដូច្នោះហើយខ្ញុំមានគំនិតមួយខ្ញុំនឹងក្រាបដេកហើយឲ្យឯងដើររំលងខ្ញុំយ៉ាងម៉េចដែរពពែទី2គិតហើយតបទៅវិញថាមានអីល្អតាយើងធ្វើអញ្ចឹងចុះបន្ទាប់មកពពែទី1ក៏បានដេកសណ្ដូកខ្លួននៅលើស្ពានហើយពពែទី2ក៏បានដើរពីលើដោយមានការប្រុងប្រយ័ត្នទីបំផុតពួកវាអាចឆ្លងផុតទន្លេដោយសុវត្ថិភាពហើយពួកវាបានធ្វើជាមិត្តនឹងគ្នាតរៀងមកអត្ថបទនេះផងដែរអ្នកនិពន្ធចង់បង្ហាញនៅគំនិតអប់រំដូចខាងក្រោម 1. ការប្រើប្រាស់កម្លាំងបាយគឺជាវិធីដោះស្រាយបញ្ហារបស់មនុស្សល្ងង់ 2. ការប្រកាន់ខ្លួននាំឲ្យមានទំនាស់និងទី 3. ការចេះយោគយល់អធ្យាស្រ័យគ្នានាំឲ្យមានដំណោះស្រាយដែលត្រឹមត្រូវអត្ថបទរឿងពពែទាំងពីរក៏បានមកដល់ទីបញ្ចប់តែត្រឹមនេះសូមអរគុណរឿងគ្រួសារខ្លាឃ្មុំកាលពីព្រេងនាយមានខ្លាឃ្មុំមួយគ្រួសាររស់នៅតំបន់ដាច់ស្រយាលមួយរាល់ថ្ងៃខ្លាឃ្មុំដែលជាឪពុកតែងតែចេញទៅរកចំណីដើម្បីចិញ្ចឹមគ្រួសារពេលមួយខ្លាឃ្មុំជាឪពុកក៏បានធ្លាក់ខ្លួនឈឺមិនអាចទៅរកចំណីអាហារបានទេវាក៏បាននិយាយទៅកាន់ប្រពន្ធថាអូនអើយថ្ងៃនេះបងមិនស្រួលខ្លួនមិនអាចចេញទៅក្រៅរកចំណីបានទេតើអូនអាចរកចំណីជំនួសបងវិញបានទេខ្លាឃ្មុំញីតបទៅប្តីវិញថាបងសំឡាញ់អូនអាចធ្វើបានតែអូនត្រូវធ្វើកិច្ចការងារផ្ទះជាច្រើនទៀតអូនមិនប្រកាសថាធ្វើបានល្អនោះទេស្របពេលគ្នានោះផងដែរកូនខ្លាឃ្មុំក៏បានពោលឡើងថាកូនអាចជួយម៉ាក់បានខ្លាឃ្មុំដែលជាឪពុកបន្តមែនហើយអូនកូនរបស់យើងធំល្មមអាចនឹងជួយអូនបានហើយទោះជាយ៉ាងណាក៏ដោយចាំបងជួយមើលការខុសត្រូវឲ្យខ្លាឃ្មុំជាម្ដាយក៏យល់ព្រមអញ្ចឹងពេលនេះអូននឹងចេញទៅរកចំណីប៉ុន្តែបងគួរតែសម្រាកឲ្យបានច្រើនខ្លាឃ្មុំដែលជាឪពុកបានពោលថាអរគុណហើយអូនបន្ទាប់មកខ្លាឃ្មុំដែលជាម្ដាយក៏បានចេញទៅរកចំណីទៅចំណែកឯកូនខ្លាឃ្មុំវិញក៏បានជួយធ្វើកិច្ចការងារផ្ទះនិងបានមើលថែទាំឪពុកខ្លាឃ្មុំទៀតផងក្រោយមកមិនយូរប៉ុន្មានឪពុកខ្លាឃ្មុំក៏បានជាសះស្បើយឡើងវិញហើយបន្តរស់នៅក្នុងគ្រួសារមួយដ៏មានសុភមង្គលបំផុតនៅក្នុងអត្ថបទនេះផងដែរអ្នកនិពន្ធចង់បង្ហាញនៅគំនិតអប់រំដូចខាងក្រោម 1. នៅក្នុងសង្គមគ្រួសារមួយមិនអាចពឹងទៅលើមនុស្សតែម្នាក់រហូតបានទេ 2. ចូលត្រៀមខ្លួនឲ្យបានជានិច្ចនិងធ្វើខ្លួនជាទីពឹងខ្លួននិងទី 3. អ្នកគឺជាទាយាទនៃកាតព្វកិច្ចដ៏ធ្ងន់ធ្ងរអត្ថបទរឿងគ្រួសារខ្លាឃ្មុំក៏បានឈានមកដល់ទីបញ្ចប់តែត្រឹមនេះសូមអរគុណអត្ថបទរឿងកញ្ជ្រោងនិងក្អែកកាលពីដើមឡើយមានកញ្ជ្រោងមួយក្បាលពំនាក់អាស្រ័យនៅក្នុងព្រៃមួយនៅថ្ងៃមួយវាបានទៅអង្គុយនៅក្រោមដើមឈើមួយដែលមានសត្វក្អែកមួយក្បាលកំពុងទុំនៅលើនោះកញ្ជ្រោងចង់ស៊ីសាច់ក្អែកយ៉ាងខ្លាំងវាក៏បាននិយាយទៅកាន់សត្វក្អែកនោះថាក្អែកឯងជាបក្សីដ៏ស្រស់ស្អាតបំផុតដែលខ្ញុំមិនដែលធ្លាប់បានឃើញពីមុនមកទេឯងមានរោមរលោងភ្លឺថ្លាជាងគេនៅលើโลกនេះនិងមានចម្ពុះដ៏មុតស្រួចដែលខ្ញុំមិនធ្លាប់បានឃើញទាល់តែសោះក្នុងមួយឆាកជីវិតខ្ញុំនេះម្យ៉ាងវិញទៀតបើសិនជាឯងច្រៀងសំនៀងនោះនឹងពីរោះក្រអូនក្រអៅដូចសត្វត្រីឯងប្រកាសជារាជិនីនៃពពួកបក្សីហើយក្អែកបានឮពាក្យសរសើររបស់កញ្ជ្រោងវាសប្បាយចិត្តខ្លាំងណាស់ហើយក៏បានចុះមកលើដីស្រាប់តែមិនទាន់បានដល់លើដីផងក៏ត្រូវសត្វកញ្ជ្រោងសង្គ្រប់ចាប់ស៊ីធ្វើជាចំណីអាហារបាត់ទៅនៅក្នុងអត្ថបទនេះផងដែរអ្នកនិពន្ធចង់បង្ហាញនៅគំនិតអប់រំដូចជា 1. ការលើកដាក់ខ្លួនទៅតាមការសរសើរ
និងការរិះគន់នាំឲ្យមានគ្រោះថ្នាក់ទី2សរសើរនិងបញ្ជោគឺសុទ្ធតែមានបំណងដូចគ្នាជោកុំទុតចិត្តចំពោះពាក្យសរសើរនិងពាក្យបញ្ជោអត្ថបទរឿងកញ្ជ្រោងនិងក្អែកក៏បានឈានមកដល់ទីបញ្ចប់សូមអរគុណ